បាទជាបន្តខ្ញុំបានសូមធ្វើការប្រកបដល់ដំណងគឺវិជាអន្តរជាតិអស់តាមគឺនៅក្នុងកម្មវិធីបានសម្ពោធជាធ្វើការរបស់យុទ្ធ BYD Sinapan និង BYD ទូផងដែរបាទហើយក៏សូមគោរពទៅដល់មិត្តសារព័ត៌មានទាំងអស់ដែលបានធ្វើជាសកម្មភាពនៅក្នុងថ្ងៃនេះផងដែរបាទខ្ញុំបាទប៉ាន់គំហួរបាទជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅ BYD ទាំងនេះផងដែរខ្ញុំបាទក៏សូមធ្វើការឡើងមកធ្វើបទបង្ហាញអំពីរថយន្ត BYD Auto 2 និង Silan 5ផងដែរបាទចាំកុំឲ្យខាត់ពេលយូរតោះទៅតាមណាផ្សាយមួយចេះអត់បាទអញ្ចឹងជាបឋមខ្ញុំបានសូមធ្វើការបង្ហាញជូនអំពីរថយន្ត BYD Silan 5 BYD Silan 5គឺជាប្រភេទរថយន្ត Plug-in Super Hybrid បាទគឺប្រើជាមួយនឹងបច្ចេកវិទ្យា DMI សាំងលាយជាមួយនឹងអគ្គិសនីបាទអញ្ចឹងប្រភេទ DMI នេះផងដែរខ្ញុំបានសូមធ្វើការបាទបញ្យល់ណែនាំអំពីម៉ូដរបស់វាផងដែរថាតើ DMI វាមានម៉ូដចំនួនប៉ុន្មានបាទអញ្ចឹងម៉ូដទី1នោះយើងហៅថា Pure EV អញ្ចឹងនៅពេលណាដែលអតិថិជនបាទប្រើប្រាស់រថយន្ត BYD Silan 5បាទយើងអាចធ្វើការបើកក្នុងលក្ខខណ្ឌទីក្រុងបាទបើសិនបើយើងមានតម្រូវការបើកក្នុងលក្ខខណ្ឌទីក្រុងយើងអាចប្រើប្រាស់ជាមួយនឹង Pure EV អញ្ចឹងវាប្រើប្រាស់ជាមួយនឹងអគ្គិសនីបាទអញ្ចឹងនៅក្នុងនោះគឺមានន័យថាថាមពលគឺយើងផ្ដល់ចេញពីបាទបាក់តេរីរបស់យើងបញ្ជូនមក motor controller ហើយរុញទៅដល់កង់នោះយើងប្រើប្រាស់ជាមួយនឹង EV mode វាមានភាពស្ងាត់ល្អបាទហើយជាមួយនឹង mode មួយនេះបាទមានប្រសិទ្ធភាពមែនទែននៅក្នុងការប្រើប្រាស់បែបទីក្រុងបាទយើងក៏លេខទៅមើល mode ទី2បាទវាជាប្រភេទ mode ដែលផ្ដើមចេញពីការប្រើប្រាស់ក្នុងគណៈថាឧទាហរណ៍យើងបើកប្រើប្រាស់កម្រិតទាបទៅមធ្យមអញ្ចឹងក្នុងលក្ខខណ្ឌមួយនេះនៅពេលណាដែលថាមពល SOC របស់យើងបាទអគ្គិសនីរបស់យើងធ្លាក់ចុះដែលយើងប្រើប្រាស់ដល់កម្រិតធ្លាក់ចុះរៀងទាបបន្តិចបាទនៅពេលនោះនៅពេលដែលយើងមានតម្រូវការធ្វើការបើកប្រើប្រាស់បន្តទៅមុខទៀតបាទ motor controller យើងហៅថា generator របស់វានឹងធ្វើការបញ្ជាផ្ទាល់ទៅកាន់ម៉ាស៊ីនបាទដើម្បីឲ្យម៉ាស៊ីនវាបើកបញ្ឆេះថាមពលបាទពេលនោះហើយថាមពលនោះបាទ generator នឹងទាញយកថាមពលពីម៉ាស៊ីនដើម្បីមកធ្វើការបាទបញ្ជូនផ្ទាល់មកកាន់ motor ហើយរុញទៅកង់ក្នុងលក្ខខណ្ឌនេះអញ្ចឹងពេលដែលអតិថិជនប្រើប្រាស់បាទលក្ខខណ្ឌ mode ទី2នេះយើងនៅតែធ្វើការចូលនៅក្នុងការប្រើប្រាស់ mode របស់ EV ដដែលបាទមានន័យទោះបីជាយើងធ្វើការបញ្ឆេះបញ្ជាទៅកាន់ម៉ាស៊ីនបាទថាមពលម៉ាស៊ីនក៏អត់ធ្វើការជាមួយកង់ផ្ទាល់ដែរចំណុចមួយនេះហើយដែលធ្វើឲ្យមានការសន្សំសំចៃបាទអញ្ចឹងទោះបីជាថាមពលវាប្រើប្រាស់ជាមួយនឹងម៉ាស៊ីនបង្កើនមែនតែវាអត់ធ្វើការផ្ទាល់ជាមួយកង់ទេបាទវាគ្រាន់តែបញ្ឆេះថាមពលហើយ generator វានឹងទាញយកថាមពលមកប្រើប្រាស់ក្នុងលក្ខខណ្ឌ EV mode ដែរបាទអញ្ចឹងឥឡូវខ្ញុំសូមភ្ជាប់បាទទៅកាន់ចំណុចទី3 mode ចុងក្រោយយើងហៅថា dual power បាទ dual power របស់យើងនេះមានន័យថាឧទាហរណ៍អតិថិជនបាទគាត់ប្រើប្រាស់ក្នុងផ្លូវល្បឿនលឿនត្រូវការបន្ថែមល្បឿនបាទអញ្ចឹងហើយនៅក្នុង mode មួយនេះបាទគឺ generator យើងនឹងធ្វើការបញ្ជាទៅកាន់ម៉ាស៊ីនបាទបញ្ឆេះភ្លើងបាទរួចហើយទាំងម៉ាស៊ីនទាំង EV mode បាទបាក់តេរីរបស់យើងគឺនឹងធ្វើការដំណើរការព្រមគ្នាបាទអញ្ចឹងលក្ខខណ្ឌនេះមានន័យថានៅពេលដែលយើងត្រូវការបង្កើនល្បឿនបាទអញ្ចឹងបាទពី mode មួយនេះគឺវានឹងធ្វើការរួមគ្នាបាទបង្កើនល្បឿនទៅមុខមានន័យថាអគ្គិសនីបាទវាមិនផ្ដល់ឲ្យ engine ធ្វើការតែឯងទេទោះបីក្នុងលក្ខខណ្ឌមួយនេះ engine វាធ្វើការបើកម៉ាស៊ីនហើយវាធ្វើការជាមួយកង់ប៉ុន្តែវាធ្វើការរួមគ្នាជាមួយបាក់តេរីធ្វើការឆ្លាស់ទៅឆ្លាស់មកដូច្នេះហើយលក្ខខណ្ឌមួយនេះក៏ស្ថិតនៅក្នុង EV ជួយ support ដដែលបាទអញ្ចឹង3ចំណុចនេះវាមានប្រសិទ្ធភាពមែនតើដើម្បីឲ្យការប្រើប្រាស់របស់យើងមានភាពសន្សំសំចៃនេះហើយគឺជាបច្ចេកវិទ្យា DMI របស់ BYD ផងដែរបាទអូខេអញ្ចឹងខ្ញុំសូមបញ្ចប់ជាមួយនឹង slide មួយនេះទៅខាងមុខទៀតបាទអូខេអញ្ចឹង BYD Silan 5របស់យើងមានបាទបំពាក់ជាមួយនឹង DMI Super Hybrid នៅក្នុងនោះយើងមើលបាទ mode របស់វាមាន Pure EV និង HEV អញ្ចឹងមានថារថយន្តមួយនេះយើងអាចប្រើសាំងក៏បានអគ្គិសនីក៏បានបាទវាប្រើប្រាស់ជាមួយនឹង DMI Technology បាទទីមួយទៀតតាក់ទងជាមួយនឹងម៉ាស៊ីនបាទBYD Silan 5បំពាក់ជាមួយនឹងម៉ាស៊ីនបាទទំហំ 1.5 បាទ 1.5 ហើយ max power របស់វាបាន223 kW ផងដែរបាទជាមួយនឹង high torque បាទ torque របស់វាកម្លាំងរមួលមិនធម្មតាអ្នកនរគ្នាបាទវាបានកើនឡើងកម្លាំងរមួលបាទបង្កើនល្បឿនបានរហូតដល់430 Newton m បាទបើយើងកលេចទៅមើលប្លែកបាក់តេរីរបស់យើងបាទមានទំហំ 12.9 kW បាទ
ចំណុចមួយនេះគឺជាចំណុចសំខាន់មួយទៀតបាទសម្រាប់ BYD Sealand 5បាទ full consumption របស់យើងបាទ100 គីឡូស៊ីត្រឹមតែ 4.4 លីត្រតែប៉ុណ្ណោះបាទចំណុចនេះគឺជាចំណុចសំខាន់មែនតើបាទអ្នកទាំងអស់គ្នាអញ្ចឹង BYD Sealand 5 100 គីឡូយើងចាយត្រឹមតែ 4.4 លីត្រតែប៉ុណ្ណោះបាទសម្រាប់ full tank របស់វាវិញបាទគឺបាន 52 លីត្រសម្រាប់ពីបាទអគ្គិសនីជាមួយនឹងបាទសាំងយើងអាចប្រើប្រាស់រួមគ្នាបាន 1090 គីឡូបាទអញ្ចឹងសម្រាប់ range សរុបរបស់ BYD Sealand 5 បាន 1090 គីឡូយើងក៏លេខទៅមើល EV វិញបាទ EV range របស់យើងគឺបាន 71 គីឡូបាទនេះគឺជាព័ត៌មានបាទបន្ថែមទៀតទៅលើ BYD Sealand 5អញ្ចឹងខ្ញុំសូម mention កន្លែងនេះបន្តិចបាទសម្រាប់ acceleration របស់ BYD Sealand 5 របស់យើងបង្កើនល្បឿនណាពី0ទៅ100គីឡូម៉ែត្រចាយពេលត្រឹមតែ 8.3 វិនាទីតែប៉ុណ្ណោះបាទអញ្ចឹងនាទីមួយនេះវាអាចផ្ដល់នៅសមត្ថភាពគ្រប់គ្រាន់ថារថយន្តមួយនេះពោពេញទៅដោយសមត្ថភាពបាទអូខេអញ្ចឹងខ្ញុំសូមhighlight ប៉ុណ្្នឹងទេហើយមួយវិញទៀតខ្ញុំចង់ remark បន្ថែមម៉ាស៊ីនប៉ុណ្នេះបើយើងប្រៀបធៀបជាមួយនឹងថាមពលរថយន្តដែលយើងប្រើប្រាស់ក្នុងរថយន្តសាំងណាវាស្មើឲ្យម៉ាស៊ីន 2.0 នោះបាទនឹងបើសិនបើយើងប្រៀបធៀបជាមួយនឹង the same class of SUV ណាបាទហ្នឹងហើយអូខេអញ្ចឹងខ្ញុំសូមបញ្ចប់ជាមួយ slide មួយនេះទៅកាន់ slide បន្តទៀតបាទនេះគឺជាចម្ងាយបាទសម្រាប់ BYD Sealand 5 យើងមានចម្ងាយឆ្ងាយមែនតើអ្នកទាំងអស់គ្នាយើងចាក់សាំងបូកជាមួយនឹងអគ្គិសនីយើងអាចប្រើប្រាស់បានរហូតដល់ 1090 គីឡូដូចខ្ញុំបានមានសិនពីខាងដើមអញ្ចឹងមួយវិញទៀត EV យើងអាចប្រើប្រាស់បាន 71 គីឡូបាទអ្វីដែលសំខាន់ខ្ញុំចង់ចែកជូនទៅដល់អតិថិជនប្រើប្រាស់ខ្ញុំឧទាហរណ៍បើសិនបើតម្រូវការរបស់យើងប្រើប្រាស់ជាប្រចាំថ្ងៃខ្ញុំឧទាហរណ៍ណាបាទក្នុងមួយថ្ងៃយើងប្រើប្រាស់ត្រឹមតែ40គីឡូឯងបាទអញ្ចឹងបើសិនបើយើងចាក់សាំងមួយពេញយើងសាកអគ្គិសនីមួយពេញបានរហូតដល់ 1090 គីឡូហើយយើងមានតម្រូវការមួយថ្ងៃត្រឹមតែ40គីឡូឯងយើងគណនាមើលយើងសាកថ្មមួយពេញចាក់សាំងមួយពេញមានន័យថាយើងចាក់សាំងក្នុងមួយខែតែម្ដងឯង 1090 គីឡូក្នុងមួយថ្ងៃយើងចាយត្រឹមតែ40គីឡូហ្នឹងករណីបើយើងអត់មានតម្រូវការច្រើនបាទនេះខ្ញុំចង់ឆ្លង highlight ក្នុងចំណុចនេះបាទអញ្ចឹងមានន័យថាចាក់សាំងម្ដងសាកថ្មម្ដងប្រើប្រាស់បានមួយខែហ្នឹងករណីដែលយើងត្រូវការចាំបាច់ជារាល់ថ្ងៃត្រឹមតែ40គីឡូបាទវាពិតជាចំណេញមែនតើបាទអូខេអញ្ចឹងខ្ញុំសូមបញ្ចប់ slide នេះទៅកាន់ slide បន្ទាប់បាទអូខេបាទឥឡូវយើងចូលមកមើលពីទំហំរថយន្តវិញម្ដងបាទ Dimension របស់រថយន្ត BYD Sealand 5 BYD Sealand 5 មានប្រវែងបណ្ដោយបាទសរុប 4738 មីលីម៉ែត្របាទហើយមានកម្ពស់ 1710 មីលីម៉ែត្រផងដែរបាទហើយជាមួយនឹងទទឹងសរុប 1860 មីលីម៉ែត្រផងដែរបាទចំណុចមួយនេះខ្ញុំសូម highlight មួយទៀតដែលសំខាន់បាទគឺគម្លាតតង់មុខតង់ក្រោយ wheel base របស់វាគឺបាន 2712 មីលីម៉ែត្រអ្នកទាំងអស់គ្នាពេលដែលយើងប្រើប្រាស់រថយន្តណាអ្វីដែលប្រវែងរថយន្តវែងវាជាចំណុចសំខាន់មួយតែចំណុចសំខាន់មួយទៀតដែលខ្ញុំចង់ mention ទៅឲ្យអតិថិជនបានដឹងគឺ wheel base របស់វាមានទំហំធំអញ្ចឹងគម្លាតតង់មុខនិងតង់ក្រោយវាអាចបង្ហាញថារថយន្តមួយនេះវាមានទំហំខាងក្នុងគឺធំបាទ2712វាអាចមានសមត្ថភាពបាទនៅខាងក្នុង space គឺទំហំធំមែនតើបាទអូខេអញ្ចឹងខ្ញុំសូមបញ្ចប់ជាមួយនឹងទំហំ dimension របស់រថយន្តផងដែរបាទយើងទៅមើលក្លឹបខាងក្រោយវិញម្ដងបាទសម្រាប់ BYD Sealand 5ក្លឹបខាងក្រោយមានចំណុះ520លីត្រឥឡូវខ្ញុំឧទាហរណ៍បើយើងដាក់វ៉ាលីវិញណា4ទៅ5វ៉ាលីខ្ញុំហ៊ាននិយាយថាអាចដាក់បានបាទសម្រាប់វ៉ាលី mini ណា4ទៅ5វ៉ាលីដាក់ខាងក្រោយបានបាទចុះបើសិនបើយើងបកបិទកៅអីខាងក្រោមបាទគឺយើងអាចដាក់បានទំហំរបស់វាស្មើនឹង1349លីត្របាទnếuបើសិនបើយើងពវល់កៅអីចុះបាទចំណេះថា space វាខាងក្នុងធំមែនតើអ្នកទាំងអស់គ្នាបាទ space ធំមែនតើបាទអ្វីដែលសំខាន់មួយទៀត BYD Sealand 5នៅផ្នែកខាងក្រោយយើងបំពាក់ជាមួយនឹងបាទកន្លែងធ្លុបយើងអង្គុយយើងគ្រាន់ណាពេលដែលយើងចង់មានបាទអាវ៉ាន់ឬយើងចង់មានដាក់ដបទឹកកែវទឹកនៅខាងក្រោយយើងគ្រាន់តែបើកធ្លុបមកយើងអាចដាក់កែវទឹកនិងដបទឹកបានហើយអ្នកនរគ្នាអញ្ចឹងវាជាការដែលយើងប្រើប្រាស់និងផ្ដល់នៅការងាយស្រួលមួយទៀតដល់អតិថិជនឬក៏អ្នកធ្វើដំណើរផ្នែកខាងក្រោយទៀតបាទអូខេអញ្ចឹងខ្ញុំសូមបិទបញ្ចប់ជាមួយនឹងផ្នែកខាងក្រោយបន្តិចបាទអូខេតាក់ទងជាមួយនឹងកៅអីផ្នែកខាងក្រោយរបស់រថយន្ត BYD Sealand 5អ្នកនរគ្នាគឺមានការ design ខុសពីបាទរថយន្តដទៃយើងបានគិតគូរជាមួយនឹងការអង្គុយរបស់អតិថិជនអញ្ចឹងអតិថិជនកុំបារម្ភក្នុងការប្រើប្រាស់ជាពិសេសអ្នកដែលគាត់ធ្វើដំណើររួមដំណើរជាមួយអញ្ចឹងគាត់បាត់បារម្ភទេកៅអីរបស់យើងអាចមានការបត់
បាទមុំរបស់វាបានពី98ដឺក្រេរហូតដល់118ក្រេបាទចឹងមិនន័យថាកៅអីហ្នឹងវារៀងត្រេកតិចដើម្បីងាយស្រួលឲ្យយើងអ្នកប្រើប្រាស់ឬក៏អ្នកដែលធ្វើដំណើរមួយយើងនោះគឺអត់ឈឺខ្លួនទេអ្នកនរគ្នាបាទចឹងមួយនេះគេគិតគូរទៅដល់បាទកត្តាផាសុខភាពទៅដល់អ្នករួមដំណើរជាមួយយើងផងដែរបាទហើយផ្នែកខាងក្រោយវារៀបស្មើបាទជាមួយនឹងកន្លែងដាក់ជើងរបស់យើងបាទធំទូលាយបាទអញ្ចឹងដូចខ្ញុំឲ្យបញ្ជាក់ដោយសារវាបែបវាធំអញ្ចឹងកន្លែងដាក់ជើងវាក៏ធំទូលាយដែរបាទអូខេតែខ្ញុំទៅមុខទៀតបាទកន្លែងនេះខ្ញុំចង់ highlight ដល់អ្នកនរគ្នាថាកន្លែងនេះគឺជាកន្លែងសំខាន់ដូចគ្នាដែររថយន្ត BYD Sealand 5 ថ្មីត្បិតដែលជារថយន្តសាំងលាយជាមួយអគ្គិសនីយើងមានម៉ាស៊ីនប៉ុន្តែសំឡេងមកវាវិញមិនធម្មតាទេយើងមានបច្ចេកវិទ្យាប្រព័ន្ធ NVA ល្អដាច់គេហ្មងអញ្ចឹងរថយន្តបាទមួយនេះវាបំពាក់នៅ NVA នេះស្មើឲ្យពាក្យថា noise vibration ហើយនឹង harshness មានន័យថាភាពរំញ័ររបស់វាស្មើឲ្យដូចយើងបើកបររថយន្ត EV អញ្ចឹងទោះបីជាវាបាទជាប្រភេទរថយន្តសាំងលាយជាមួយអគ្គិសនីបាទប៉ុន្តែវាអត់មានសំឡេងរំខានយើងទេយើងបើកប្រើប្រាស់វាប្រៀបដូចជាយើងប្រើប្រាស់រថយន្ត EV អញ្ចឹងបាទចឹងចំណុចនេះសំខាន់មែនតើដោយសារតែ BYD បានធ្វើការស្រាវជ្រាវក៏ដូចជាបានបំពាក់ផាសុខភាពជូនឲ្យយើងអ្នកបើកប្រាស់ផងដែរបាទអូខេចឹងខ្ញុំសូមបន្តទៅកាន់ slide បន្តទៀតបាទកន្លែងនេះសំខាន់មែនតើបាទក៏ជាកន្លែងមួយដែលខ្ញុំចង់ជម្រាបជូនអតិថិជនផងដែរបាទអញ្ចឹង BYD Sealand 5 របស់យើងមានការភ្ជាប់ជាមួយនឹង CarPlay Android Auto ក៏ដូចជា BYD Store បាទតើ3ចំណុចនេះវាសំខាន់ផងណាពេលដែលយើងធ្វើការភ្ជាប់ជាមួយនឹង CarPlay Android Auto និង BYD Store យើងអាចប្រើប្រាស់នៅក្នុងអេក្រង់កំសាន្តរបស់យើងបាទក៏ដូចជាអាចធ្វើការមើល map បាទអាចធ្វើការបើកជាមួយនឹង multimedia យើងអាច call យើងអាច message យើងអាចមើលថ្ងៃខែយើងអាចប្រើប្រាស់ app ផ្សេងៗទៀតនៅក្នុង multimedia ផងដែរអ្វីដែលសំខាន់ BYD app ឬក៏យើងហៅថា BYD Store នេះបាទវាអាចធ្វើការឲ្យយើងបើកនៅ YouTube បាទប្រើប្រាស់ជាមួយនឹង YouTube អាចស្ដាប់ចម្រៀងអាចមើលវីដេអូផ្សេងៗបានទៀតផងបាទអ្វីដែលសំខាន់នោះគឺ KTV បាទចាត់តិជនប្រើប្រាស់យន្ត BYD Sealand 5យើងភ្ជាប់ជាមួយនឹង micro បាទយើងគ្រាន់តែភ្ជាប់ជាមួយ micro យើងអាចធ្វើការច្រៀងចម្រៀងបាទជាលក្ខណៈដំណើរកម្សាន្តបាទមានន័យថារថយន្តនេះអាចប្រើប្រាស់ KTV បានទៀតផងបាទអញ្ចឹងឥឡូវខ្ញុំនឹងមានកូនវីដេអូខ្លីទូចមួយបន្តិចទេដើម្បី highlight ឲ្យអ្នកទាំងអស់គ្នាបានមើលឃើញថាតើអា micro ហ្នឹងគេច្រៀងបែបម៉េចតោះឥឡូវទៅមើលជាមួយខ្ញុំទាំងអស់គ្នាតាំងបន្តិចទេបាទហ្នឹងហើយជាកន្លែងដែលខ្ញុំចង់ highlight មានន័យថានៅពេលណាដែលយើងគ្រាន់តែមាន micro បាទយើងភ្ជាប់ជាមួយនឹងរថយន្តយើងអាចធ្វើការច្រៀងចម្រៀងបានណាវាល្អមែនតើបាទអូខេចឹងខ្ញុំសូមធ្វើការ next ទៅកាន់ភាពឆ្លាតវៃរបស់ BYD Sealand 5 របស់យើងភាពឆ្លាតវៃហ្នឹងមិនភាពឆ្លាតវៃហ្នឹងមានន័យថាពេលដែលយើងធ្វើការបិទបើកកន្លែងនេះសំខាន់ណាស់អ្នកនរគ្នាវាសំខាន់ជាងអ្វីដែលខ្ញុំរំពឹងទុកទៀតព្រោះដោយសារ BYD ឆ្លាតវៃមែនមាន7របៀបនៅក្នុងការដោះសោតោះឥឡូវទៅតាមដានជាមួយអស់នេះតើ7របៀបនេះក្នុងការដោះសោរបស់រថយន្ត BYD Sealand 5ដែលឆ្លាតវៃនេះវាមានអីគេខ្លះទី1យើងមើលពីការបញ្ជាសោពីចម្ងាយអញ្ចឹងអ្នកនរគ្នាឧទាហរណ៍ថាសោអ្វីហ្នឹងយើងគ្រាន់តែចុចបញ្ជាពីចម្ងាយវាបញ្ឆេះហ្មងបាទយើងចុចទៅអាចបញ្ឆេះបានហើយបាទទី2សោមេកានិកអញ្ចឹងសោវាភ្ជាប់ជាមួយគ្នាយើងអាចធ្វើការដកសោបិទបើកបានដូចគ្នាដែរបាទហ្នឹង2ទី3នោះគឺតកតជាមួយនឹងបើកដោយគ្មានសោអីគេទៅបើកដោយគ្មានសោអញ្ចឹងក្នុងឧទាហរណ៍ករណីថាខ្ញុំមានសោនៅក្នុងខ្លួនហើយខ្ញុំចូលទៅផ្សារទំនើបហើយតែខ្ញុំមានអវ៉ាន់យួរថងដៃទេអញ្ចឹងខ្ញុំធ្ងន់ណាខ្ញុំអាចទៅយកសោចុចអត់បានទេបាទប៉ុន្តែ BYD បានបំពាក់ជាមួយនឹងបេតុងមួយជាប់នឹងដៃទ្វារអញ្ចឹងយើងពេលដែលយើងដើរនៅចិត្តហ្នឹងយើងគ្រាន់តែយកដៃរបស់យើងបាទចុចយើងអាចធ្វើការបើករថយន្តបានដូចគ្នាបាទអញ្ចឹងចំណុចនេះក៏សំខាន់ផងដែរបាទតកតជាមួយចំណុចទី4គឺកាត NFC BYD ភ្ជាប់ជាមួយនឹងកាត NFC មួយទៀតបាទអញ្ចឹងន័យថាយើងមានកូនសោមួយហើយយើងមានកាត NFC មួយទៀតបាទហើយចំណុចកាត NFC នោះគឺវាដាក់ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទ្វាររថយន្តរបស់យើងបាទអញ្ចឹងយើងគ្រាន់តែយកកាតបាទបើកដូចយើងកាត ATM ហ្នឹងបាទគ្រាន់តែដាក់នៅលើទ្វារអាចបិទបើករថយន្តបានទៀតបាទកាត SNC បាទអូខេតកតជាមួយនឹង BYD Super App បាទចំណុចទី5នេះខ្ញុំចង់ highlight បន្តិចប្រហែលជាអតិថិជនក៏ដូចជាពុកម៉ែបងប្អូនទាំងអស់បានលឺថាតើមាន app អីគេដែលអាចបញ្ជាឆ្លង speed បានបាទនោះហើយគឺជា BYD Super App បាទបញ្ជាឆ្លង speed មិនទៅបាទឆ្លង speed នៅពេលណាដែលយើងមានដំណើរកម្សាន្តមិនថានៅភ្នំពេញមិនថានៅប្រទេសកម្ពុជាឬក៏ប្រទេសប៉ែកអឺរ៉ុបទេឧទាហរណ៍ថាករណីយើងបានទុករថយន្តរបស់យើងនៅផ្ទះបាទហើយយើងធ្វើដំណើរទៅកាន់ស្រុកក្រៅ
dương pra pra chỉ muốn BYD Super App dương ăn phơi cá chạy mơ ban đờiខ្លួនឯងថាតើឡានរបស់យើងពីប្រកដីដែរអត់មានសុវត្ថិភាពដែរអត់ដោយមើលផ្ទាល់ចេញពី BYD Super App ហ្មងនេះហើយជាចំណុចសំខាន់របស់ការប្រើប្រាស់ BYD App បាទអូខេចុះសោ Bluetooth អីគេវិញចំណុចទី6បាទសោ Bluetooth នោះមានន័យថាឧទាហរណ៍ករណីយើងទៅដើរលេងនៅផ្លូវឆ្ងាយព្រោះដោយសារ BYD Super App យើងភ្ជាប់ជាមួយនឹងអ៊ីនធឺណិតចុះបើយើងទៅព្រៃអ៊ីនធឺណិតវាអត់មានធ្វើមិនទៅអាចបញ្ជាបានបាត់បារម្ភទេ BYD Super App របស់យើងអាចភ្ជាប់ Bluetooth បានទៀតបាទយើងអាចភ្ជាប់ Bluetooth ជាមួយនឹងរថយន្តប្រើប្រាស់ផ្ទាល់ជាមួយនឹង BYD App បាត់អត់មានអ៊ីនធឺណិតយើងបើក Bluetooth ក៏យើងអាចធ្វើការបិទបើកសោបានដែរបាទពិសេសមែនតើបាទហើយចំណុចទី7គឺ Sound Digital BYD ចុះ Sound Digital BYD មានន័យថាម៉េចបាទគឺមានន័យថា Sound ការ NFC នេះមិនត្រឹមតែមានការខោចជាបំពាក់ជាមួយនឹងទូរស័ព្ទរបស់យើងជាប្រភេទប្រព័ន្ធ Digital ទៀតបាទអញ្ចឹង7របៀបនេះខ្ញុំជឿថាវាជាប្រភេទរថយន្តដែលខ្ញុំហ៊ាននិយាយថាឆ្លាតបីជាងគេបាទសម្រាប់បំពាក់នៅក្នុងរថយន្ត BYD Sedan 5ផងដែរបាទអូខេអញ្ចឹងក៏ដឹងថាវាមានភាពឆ្លាតបីមែនឥឡូវសូមទៀតឲ្យអបអរសាទរជូនចំណុចនេះផងដែរបាទបាទអរគុណអូខេឥឡូវខ្ញុំសូមធ្វើការមូលទៅកាន់ស្លាយបន្ទាប់អូខេបាទចំណុចនេះតាក់ទងជាមួយនឹង BYD App ម្ដងហើយបាទ BYD Super App វាក៏ពាក់ព័ន្ធជាមួយនឹងការ remote control អ្នកទាំងអស់គ្នាឧទាហរណ៍ហេតុអីបានខ្ញុំនិយាយថានេះ BYD Super App ទាំងអស់នេះជា BYD App បាទពេលដែលយើងបំពាក់នៅក្នុងទូរស័ព្ទរបស់យើងនោះគឺវាលោម៉ាច់ហ្នឹងហើយទីមួយខ្ញុំចង់ highlight កន្លែងឆ្លាតមួយទៀតបាទតាក់ទងជាមួយនឹងការបិទបើកសោឧទាហរណ៍ថាយើងបើកទូរស័ព្ទបាទបន្ទាប់មកទៀតយើងបើក unlock យើងចុច unlock រថយន្តណាយើងបញ្ជាចេញពីទូរស័ព្ទរបស់យើងប៉ុន្តែក្នុងរយៈពេល2នាទីក្នុងរថយន្តវាអត់មានប្រតិកម្មអ្វីទាំងអស់វាអត់មានការបិទបើកបិទឆេះរថយន្តអញ្ចឹងរថយន្តហើយនៅ BYD App មួយនេះវានឹងឆ្លាតវៃមួយទៀតរយៈពេល2នាទីបើអត់មានការបញ្ឆេះឬក៏ចូលក្នុងរថយន្តក្នុងការប្រតិកម្មអ្វីមួយវានឹងធ្វើការលុកដល់ឯងដើម្បីផ្ដល់សុខភាពជួបទៀតជុំទៀតបាទអញ្ចឹងកន្លែងនេះខ្ញុំចង់ highlight ដើម្បីឲ្យបន្ថែមទៀតន័យថាបើយើង unlock តាមទូរស័ព្ទជាចែកដនឡានរបស់យើងអត់មានអ្នកដែលបានចូលទៅចុចបើកបិទឬក៏ប្រតិកម្មអ្វីអញ្ចឹងរថយន្តនេះវានឹងដឹងថាអត់មានអ្វីទាំងអស់អញ្ចឹងវារយៈពេល2នាទីនឹងធ្វើការលុកដល់ឯងអូតូម៉ាទិកតែម្ដងនេះហើយជាប្រព័ន្ធសុវត្ថិភាពនឹងឆ្លាតបីមួយទៀតបាទអូខេអញ្ចឹងចំណុចទី2ដែលខ្ញុំចង់និយាយថាហេតុអីបានវាឆ្លាតជាងនឹងទៀតតោះឆ្លាតបីនោះ24ម៉ោងអីគេនេះ24ម៉ោងអញ្ចឹងអតិថិជនទាំងអស់គ្នាពេលខ្លះយើងទៅធ្វើការបាទយើងមានការប្រជុំយើងទៅហូបបាយនៅខាងក្រៅយើងចតឡាននៅខាងក្រៅចោលបាទយើងទុកឡាននៅកន្លែងចតអញ្ចឹងវាតែមានកម្ដៅវាឡានរបស់យើងការប៉ះអាកាសធាតុក្ដៅយើងទៅយើងតែចប់ពីប្រជុំបាទយើងហូបបាយថ្ងៃរួចបាទយើងចង់តែចូលឡានឲ្យវាមានសន្តិភាពត្រជាក់បាទអញ្ចឹងពេលខ្លះយើងអត់ដឹងទៅធ្វើបាច់ BYD App អាចជួយបានយើងអាចធ្វើការបើកជាមួយនឹងម៉ាស៊ីនត្រជាក់នោះមុនពេលដែលយើងដឹងថាយើងបានធ្វើការបញ្ចប់នៅរយៈពេលខាងមុខរយៈពេលប៉ុន្មានពេលយើងបើកចោលទៅពេលយើងចូលទៅដល់រថយន្តត្រជាក់ស្រាប់ផងយើងមានអារម្មណ៍ថាមានការសុខភាពផងបាទចំណុចនេះគឺសំខាន់មែនតើអ្នកនរគ្នាបាទចំណុចទី3ដែលខ្ញុំគិតថាសំខាន់នោះគឺយើងអាចធ្វើការមើលអំពីការបើកទ្វាររថយន្តឬក៏បង្អួតរថយន្តអ្វីដែលពិសេសទៀតគឺវាស់សម្ពាធកង់ពេលខ្លះយើងអត់ដឹងទេបើសិនបើយើងប្រើប្រាស់រថយន្តរាល់ថ្ងៃបាទយើងអត់ដឹងថាឡានរបស់យើងនឹងយើងមើលនឹងភ្នែកយើងអត់ដឹងទេថាឡានរបស់យើងឈូកង់អត់កង់ហ្នឹងវាអាចមានសម្ពាធរថយន្តហ្នឹងវាផ្លឹងវាអត់ស្មើគ្នាអត់ប៉ុន្តែ BYD App នេះអាចវាស់ឲ្យយើងបានថាកង់មួយចំហៀងនេះខាងឆ្វេងឬក៏ខាងស្ដាំវាមានសម្ពាធកង់អត់ស្មើគ្នាអញ្ចឹងយើងត្រូវដល់ពេលដែលយើងត្រូវការបន្ថែមខ្យល់ឬក៏វាធ្លាក់ខ្យល់ឡើងណាមួយហើយទំនើបមែនតើអ្នកនរគ្នាបាទអូខេអញ្ចឹងនេះគឺជា remote control ដ៏ទំនើបរបស់ BYD Super App បាទអញ្ចឹងខ្ញុំសូមបញ្ចប់ slide ប៉ុណ្ណេះខ្ញុំសូមធ្វើការបន្តទៅ slide បន្ទាប់បាទអូខេអ្នកនរគ្នាអញ្ចឹងមុខងារបញ្ឆេះនិងពលិតដែលឆ្លាតវៃគាត់នេះក៏ឆ្លាតវៃដែរបាទនៅពេលដែលយើងមានសោអ្នកនរគ្នាបាទពេលយើងមានសោយើងចូលក្នុងរថយន្តគ្រាន់តែយើងចាប់ហ្វ្រាំងបាទនេះយើងមិនចាំបាច់ចុចប៊ូតុងទេវាឆ្លាតដល់ថ្នាក់ហ្នឹងអ្នកនរគ្នាពេលដែលយើងចូលក្នុងរថយន្តយើងមានសោនៅក្នុងនឹងស្រាប់យើងគ្រាន់តែជន់ហ្វ្រាំងទៅរថយន្តបញ្ឆេះតែខ្លួនឯងទៀតមិនចាំបាច់យើងយកដៃទៅចុចប៊ូតុង start ទៀតបាទទំនើបមែនតើអ្នកនរគ្នាបាទអូខេនេះគឺជាប្រភេទមុខងារមួយទៀតដែលសំខាន់មែនតើអ្នកនរគ្នាហើយជាបច្ចេកវិទ្យារបស់ BYD ផងដែរនោះគឺមុខងារ V2L បាទតាម V2L នោះជាមុខងារឆ្លាតហើយជាមុខងារសំខាន់ហើយខ្ញុំថាសំខាន់មុខងារ V2L នេះខ្ញុំអាចនិយាយប្រៀបបដូចទៅនឹង Power Bank អញ្ចឹងអ្នកនរគ្នាអញ្ចឹងមុខងារមួយនេះវាអាចធ្វើការផ្ដល់ថាមពលពីខាងក្នុងរថយន្តទៅប្រើប្រាស់ខាងក្រៅបានខ្ញុំឧទាហរណ៍បាទ
trong út giờ họ thả lấy dương viên đùm ná bình xa tần lên tam mà đã hay bạn con ná dương tần lên tam mà đã khác dương tay tần miên tần tới ca sạc ngô sạc lệ thô trong đằng bài bạn trong ảnh sai miên bịch nên trong sao chùm hiếng sạc mò tủ sạc ba cho thơm mấy bà dương ắt lớn bà dương tần lên không thấy thì dương họ lương bình như của quả men đấy tái khớp thì chỉ mới được dân đi New Zealand phai dương viên lương chụp con cam đỏ ảo đốt ao vào bể chứ bạn lấy cần sáng ăn sát mà con kilo quạt mà sinh trong cà phê cùng muối tới mà con phi rồi quạt bạn hot phai nhà hai chừng muối nắng cùng ăn con đây đây bạn đi về đi dương ăn khớp thì muối nghĩa vì thế là ăn do lương phi hàng không được dân tập hợp thì hàng thảo bàn tiền bạn chẳng sang năm bài trong cam ăn sát nhưng ăn sát đặt vào chừng riêng bạn mà em sầm ráp cà phê được dân đi New Zealand phai không đàn bạn đôi chia ốp bạc bằng trăng con bạn ốp bạc bò sừng lên fan ấy cũng cứ xem đặt đá ao tập hợp hẹp thang một cô là Disney thôi cam đo chun ban hàng kẹo bạn bất chi phải sân đang sầm rác mốc nghĩa vì ở bằng vẹn nó được dân đi Zealand phai còn lại bạn toàn cho lấy dân từ mơ sai của cọp tiền và lấy dân cho một đó passive safety một đòn bạn passive safety này cứ là chừng nào sòng toán mua được tháng của trên cây môi trường đất bên này thải dơ một vẹn chừng muối nắng bông sập tiếp chừng luôn một muối bạn chẳng hàng muối thì pi nó cứ lại để nhặt ba bó chừng muối là luôn nằm nái muối bạn hãy được lại là luôn nằm nái chừng muối nó khi dơ miền bay thì cuốn bên này thang nơi chừng hiếng bạn hỏi nàng ti muối tiết nè cái lại là o bằng phật cứ bông sập tiếp viêm miên nơi trong thì pua bạn chóp chừng muối nó lại đi ba bó hói bạn xong bay tặc sai của bạn phê để miên bạn phanh hai lại nam muối sai của bạn viên thằng phơi căng rất luôn dơ ỏi nâng nổ bạn nằm bay thôi mất ao luôn dơ nắng và có đó vật thiệp việc đó vật thiệp chu là trên phong đài bạn cho nên bên này cứ là họ mình đây là ngắm liền bạn ok chẳng nhưng mà xong highlight và hỏi dừng cho mà đó ca sập ruộng bên một đòn BVD Sedan phái nhóm bán đó chun chùm muối năng vật trai khắp chia pi sòng khăn ti muối cứ sell ti pi cứ fast sell từ lơ ấy đôi nhà ngọc này bằng gần giống chùm nái pi son tới mà rồi dương chùm nái trong ta cuốn chất cuốn viên ta nó nông vừa rồi cái lù lấy nhóm cuốn cho họ thà bây giờ nghe đồng nái cầm sáng trong với đồng nái từ liên kỳ rung nhưng chẳng để hỏi vậy vì Phnom Penh tới kỳ rung mau vinh dương trái mà rồi kỳ lù lên em biết máy mơ tha bởi dương chi mà rồi lô ta lên vì Phnom Penh tới kỳ rung từ bên cái máu trái o thầm ta cuốn rồi la ta chỉ không phải vì sao thà sell mình sell và chẳng rồi cái lỗ xì tập buôn chất buôn lên đây bà sale mình tên chứ máy mới thì nó từ đi đúng từ bên từ màu bạn cáp ra răng đi bên sale mình tên bạn nhưng ai ba có bán ngayទៀតchẳng hạn khi đằng sang ba là hốt đó mà quan cao sự lỗ bạn ok chop fast nó mệt bình fast nó cứ như này tham vì sâu đó mà nói dân trái trong tay trong bay chất bay vì này ta cần nó 20 chùm láng đồng buôn bạn dân to chứ đang làm buôn ban rồi hốt đó buôn đôi sang sông như con mày cứ chia cầm láng bằng căng là bươn chắc là bên này là bằng căng nhưng trong bằng căng là bươn á và xong mà cầm láng rồi mua cái gì tích chắc bây giờ dân thời ca cầm láng bằng bay bằng co bằng căng thay mà cố lắm vì tiệp tam nằng vì dư tam nằng tại đấy cứ việc làm bạn ok chắc đi kia chia bật trai không việc chia đỏ snow là thông muối là bọc biểu đi Syrian phải bạn chắc là lấy nhưng xong phơi ca bằng chọn và tẹt to chúng muốn nắm bật trai ở trên Syrian biểu đi Syrian phải thầm phần này sân còn tay à còn ở nhà ngon nè nhóm thằng phơi cá đo chun chùm muối nằng cá thông bọt bằng hán rụng dùng bằng con bọt việt cứ đi và đi ở tổ thủ bạn chắc muốn phê để
គុណជាមួយនឹងការតាមដានទស្សនាវីដេអូរបស់ BYD Atto 2ផងដែរបាទអញ្ចឹងពេលនេះខ្ញុំសូមធ្វើការបទបង្ហាញអំពី BYD Atto 2វិញម្ដង BYD Atto 2គឺជាប្រភេទរថយន្តអគ្គិសនីជាប្រភេទរថយន្តដែលទើបតែធ្វើការមកដល់នៅប្រទេសកម្ពុជាយើងមិនផងដែរតោះចង់ដឹងថាតើ BYD Atto 2នេះវាមានបច្ចេកវិទ្យាអ្វីខ្លះតោះតាមដានជាមួយខ្ញុំទាំងអស់គ្នា BYD Atto 2គឺជាប្រភេទរថយន្តអគ្គិសនី SUV 5 កៅអីអ្នកនរគ្នាហើយប្រភេទ BYD Atto 2នេះយើងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាមួយទៀតគឺ E-Platform 3.0 ចុះអីគេទៅ E-Platform 3.0 បាទ E-Platform 3.0 គឺជាប្រភេទបាទបច្ចេកវិទ្យារួមគ្នាដើម្បីធ្វើឲ្យរថយន្តមួយនេះខ្លាំងស្ទុះធំហើយរឹងមាំខ្លាំងស្ទុះធំហើយរឹងមាំយ៉ាងម៉េចទៅបាទលក្ខណៈពិសេសវាបន្ថែមទៀតណាអ្នកនរគ្នាបាទដោយសារគេស្រាវជ្រាវឲ្យគេបន្ថែមជាមួយនឹងប្រភេទបញ្ហាតាក់ទងជាមួយ E-Platform 3.0 នេះគឺសុវត្ថិភាពភាពវៃឆ្លាតប្រសិទ្ធភាពខ្ពស់និងសោភ័ណភាពនៅក្នុងនោះយើងមានបាទ H-in-1 Power Brand បាទយើងមាន Temperature Range Efficiency High Pump បាទនៅក្នុងនោះយើងមាន CTB បាទ Seal to Body បាទហើយមានជាមួយនឹង Black Battery របស់យើងបាទហើយ Black Battery យើងដឹងហើយបាទគឺជាប្រភេទថាមពលបាទអាគុយដែលចំណាស់លេខ1កម្រិតសុវត្ថិភាពបំផុតបាទមួយទៀតនោះគឺ Intelligent Domain Control Architecture បាទក្នុងចំណោមទាំងអស់នេះគេបានធ្វើការពិសោធន៍និងគង់វាឲ្យរថយន្តមួយនេះបង្កើតជាមួយនឹងលក្ខណៈពិសេសបាទទីមួយនោះគឺសុវត្ថិភាពភាពវៃឆ្លាតប្រសិទ្ធភាពខ្ពស់និងសោភ័ណភាពបាទឥឡូវខ្ញុំសូម highlight ពីចំណុចនេះគឺខ្ញុំសូម highlight អំពី H-in-1 តែ H-in-1 នោះមានន័យថាម៉េចបានវាខ្លាំងមែនអ្នកនរគ្នាខ្ញុំអាចនិយាយបានថាពីមុនបាទពីមុនយើងមានផ្នែកជាច្រើនបាទផ្នែកជាច្រើនទាំង8ដែលយើងអាចធ្វើការរួមគ្នាបាទអញ្ចឹងទៅវាត្រូវការ spec ធំបាទអញ្ចឹងដល់ពេលឥឡូវនេះ H-in-1 នេះយើងបានបង្កើតបានម៉ាស៊ីនទាំងអស់ហ្នឹងបាទផ្នែកមួយហ្នឹងវារួមបញ្ចូលគ្នាបាទដើម្បីឲ្យបង្កើនថាមពលនិងធ្វើការបានកាន់តែខ្លាំងមកទៀតដើម្បីឲ្យមួយជឿស្រាប់ខ្ញុំឧទាហរណ៍ខ្ញុំមានលិខិតឯកសារមួយខ្ញុំចង់សញ្ញាឲ្យអស់ក្នុងរយៈពេល5នាទីខ្ញុំមាន8បន្ទប់អញ្ចឹងខ្ញុំត្រូវចូលទៅបន្ទប់មួយសញ្ញាចេញមួយចូលបន្ទប់មួយទៀតសញ្ញាមួយទៀតអញ្ចឹងតម្រាំមកអស់សញ្ញាហ្នឹងខ្ញុំត្រូវចាយពេលយូរចុះបើសិនមកខ្ញុំបាទបង្កើតមួយបន្ទប់ហើយត្រូវការឲ្យអ្នកសញ្ញាហ្នឹងចូលក្នុងបន្ទប់តែមួយខ្ញុំយកกระดาษចូលទៅសញ្ញាគឺនឹងរយៈពេលតែ1នាទីគឺយើងសញ្ញាអស់ហើយត្រូវហ៎បាទហ្នឹងហើយជាចំណុចស្នូលខ្លឹមរបស់វាគឺ H-in-1 បាទអញ្ចឹងកន្លែងហ្នឹងហើយយើងមានមៀតរបស់វាទៅកាត់បន្ថយបាទមៀតរបស់វាដែលពីមុនយើងត្រូវការ space ធំក្នុងការបន្ថែមជាមួយនឹងបាទផ្នែកមួយតាម8ហ្នឹងណាតែឥឡូវនេះយើងកាត់បន្ថយ 20% ធ្វើឲ្យវានៅក្បែរគ្នាធ្វើការរួមគ្នាបាទហើយចំនួនរបស់វាក៏ធ្លាក់ចុះបាន 15% ដែរវាស្រាលជាងមុនដែរបាទប៉ុន្តែក្នុងលក្ខខណ្ឌនេះមិនមែនមានន័យថាអត់មានប្រសិទ្ធភាពទេណាបាទកម្លាំងវារឹតថេរជាងមុនដូចខ្ញុំបានប្រៀបធៀបចាស់ឧទាហរណ៍ចឹងបន្ទប់8យើងទៅចូលឯកសារទៅសញ្ញាម្ដងមុនយូរតែយើងមានបន្ទប់មួយដាក់8ចូលនៅក្នុងបន្ទប់មួយគាត់ដល់សញ្ញាឲ្យបាទវាមិនខុសគ្នាពី H-in-1 នៅក្បែរគ្នាធ្វើការនេះគឺស្ទុះលឿនបាទអូខេហើយមួយវិញទៀតតទៅជាមួយនឹង C2B Seal to Body Seal to Body មានន័យថាមិនគឺយើងបានធ្វើការបំពាក់បាទក្រោមដែកតែមួយតែម្ដងបាទកន្លែងចំណុចនេះហើយក៏សំខាន់ដែរបាទគឺវាអត់មានគឺការបែងចែកបំណែកជាបំណែកទេបាទគឺវាជាបន្ទះលោហៈធាតុបាទ E-Platform 3.0 នេះគឺតែមួយបាទអញ្ចឹងនៅក្នុងនេះគឺយើងអាចប្រើប្រាស់វាដោយរលូនបាទអូខេអញ្ចឹងក្នុងលក្ខខណ្ឌមួយនេះវាពិតពិសេសមែនតើ Complete E-Platform 3.0 សុវត្ថិភាពភាពឆ្លាតវៃប្រសិទ្ធភាពខ្ពស់សោភ័ណភាពបាទអូខេអញ្ចឹងខ្ញុំសូមបន្តទៅកាន់ slide បន្ទាប់បាទឥឡូវនេះយើងចូលមកដល់ dimension របស់រថយន្ត BYD Atto 2 វិញម្ដងបាទឥឡូវយើងក៏លេខទៅមើលក្នុងរូបភាពផ្ទាល់ប្រវែងបណ្ដោយសរុប BYD Atto 2 បានរហូតដល់ 4310 មីលីម៉ែត្របាទយើងមើលទៅលើកម្ពស់វាបាន 1675 មីលីម៉ែត្រផងដែរបាទហើយគម្លាតកង់មុខកង់ក្រោយរបស់វាបានរហូតដល់ 2620 មីលីម៉ែត្រអញ្ចឹងចំណុចនេះក៏អាចបង្ហាញពី space នៅខាងក្នុងលំហដ៏ធំរបស់រថយន្តនេះក៏មាន space ធម្មតាដែរបាទអញ្ចឹងនៅខាងក្នុងអាចធំបាទ space ធំមែនទេអូខេតោះខ្ញុំសូមធ្វើការ next ទៅកាន់ slide បន្ទាប់បាទតាក់ទងជាមួយនឹងផាសុខភាពវិញម្ដងបាទអ្នកទាំងអស់គ្នាកៅអីពុកស្បែកបំពាក់នៅក្នុង BYD Atto 2 ណាបាទយើងមានការរួមបញ្ចូលជាមួយនឹងរចនាម៉ូដ Economic បាទ Economic មួយនេះមានន័យថាកៅអីអ្នកបើកបររបស់យើងអាចសេរីបាន6របៀបបាទអ្នករួមដំណើរអាចសេរីបាន4របៀបហើយការរចនាម៉ូដ Economic នេះយ៉ាងម៉េចបាទមានន័យថាពុកស្បែកយើងធ្វើជាការដោកមានន័យថាពេលយើងបើកបរទៅ
ก็ไอ้ผู้สไปเรียกเพื่อเยอะบ้านบอสแต่มีค่าสองเดียววิดีโอยังเข้าคืนเยอะนะบ้านให้มือเป็นเทียบสไปแต่บอวี่บ้านเก็บผลัดเมาส์นำไปเก็บกู้แต่đóบ้านห้าสิบเป็นจุดเด่นจุดบ้านอัดมินคลันบ้านมันปักว่าแต่đóสองเพียสบายเตียนบ้านมันพร้อมได้ได้บ้านโอเคนี่คือเชียร์ปัจจัยคำวิเชียร์รวมมันโชว์การรจนาหรอบอเอโกนอมิกนึกน้องบีไวดีเป็นตัวถูกของได้บ้านโอเคบ้านอะไรยังถึงเมื่อ performance ของบอวี่บ้าน acceleration ของบอวี่ไวดีเอาตัวถูกปีโซนตั้งร้อยบางการเบื้องจำนายตรงใต้ฝั่งใบจัดใบวินาทีได้บ้านจำนวนนี้วิปเชียร์พลังได้บ้านมวยเป็นเตี้ยแนกน้องนี่มีจำนวนสำคัญมวยtrongไฮไลท์แนกน้องนี่ยังยิ่งสมอถอมองว่ามานึกน้องประเทศกัมพูชาสองไงรูปยศอาคิสินีได้อาจมีท็อปสปีดบ้านท็อปสปีดบ้านมีหน้าโฮดอมร้อยหกสิบบ้านท็อปสปีดบอวี่บ้านโอเคจังสิงตู้หรือเบื้องบ้านซีทางมาโกลมา100 กิโลเมตรซีตั้งแต่ดับกิโลวัตต์ได้แน่แต่งอนี่บ้านจังซาดมองมาเปิ้ลเนี่ยอาจเผยแผ่บ้านมวยตะเพียดจัดบ้านมันธรรมดาได้บ้านโอเคแน่นอนเนี่ยจะต้องจมวยนั่งอะไรยมส้มตัวการเปรียบเทียบบันทึกบ้านบีวีดีเอตัวทูจมวยดอกยนต์สร้างจังมาสมัยยังเผยแผ่100 กิโลยังเผยแผ่ซีซ้างแต่ดับกิโลวัตต์เลยถ้าไปยังเผยแผ่ดอกยนต์ซ้างนะไปยังเก็บเทียบเทียบยาตัวมวยตัวเปลินบ้านจังมายังเทียบเทียบแก่เนี้ยท่าบ่ยังปราบดับมือกิโลสำหรับยนต์กิสนี้ยังใช้ตรงตั้งมา$1,500ได้แต่แบบเผยแผ่ดอกยนต์สร้างยังใช้เราแบบมวยก้อนแน่นอนเนี่ยให้ไปยังมือแต่เลือกการทายตอนเป็นกระดองบ้างแบบให้$2สำหรับการทายตอนเป็นตัวทูเท่านั้นบอกไปสักตัวrồiบ้างคุณยังเธอการโดนเป็นเส้นเดียวเส้นเตี้ยนั่นบ้างโอเคต่อจังไรยังถึงเบอร์ในแบตเตอรี่ของฟอร์มันจังการได้จำนายทำมาโปรปิ้งบ้างยังสาดมอประเภท AC charger กับเปอร์กับโลวัตต์บ้างยังใช้ไปตามแบบเปอร์จะพูนเมาเด็กบ้างคือยังสาดปิ้งไงนั้นสักจัดโตจมูกหนึ่งการสาดเพลิงกับเปอร์กับโลวัตต์ถ้าเป็นสมัยยังสาดเพลิงประเภทบ้าง AC charger กับฮาร์ดฟาสชาร์จบ้าง60กิโลวัตต์ใช้ถึงนำไปแบบนี้โอเคบ้างแต่ตอนจมูกมีเถอะคือจะตายเลยบ้างโดนจะตายบ้างคือโดนมีวิธีซีแลนไฟยังมีเถอะบ้างคือวิมีการประดอทางโปรฉุกเฉินปีน้องดุยศแต่ทางแถวบ้านจึงยังส่งออกไฮไลท์เฉินเต้บ้างโอเคจังตอนจุดนั้นนี่บ้างผมไว้จะผมไว้อินอีกกล้องคอมเตอร์บ้างยังมีอาร์ทมได้บ้างให้แต่ตอนจุดมือกล้องผมซ้ายไว้ดับปีจะไว้อินบ้างผมเพราะมีการผมเวิร์สซินบ้านเดียดบ้างโอเคกลายนี้ก็เวียดแต่ได้แล้วบ้างกลายนี้ก็แต่ได้แล้วโดยดุยศที่ดีซีแอนไฟยังบ้างผมแกะกับความมีดูนี่มาเพิ่มแกจึงยมทรงตึงบุกเตี้ยบ้างอัดทางมาขอยเก๋บ้างโอเคจังเลยยังมือแต่เลยกับความสัมพันธ์เทียบเป็นดองบ้างจังดุยศดีกว่าดีตัวทูนี้บ้างยังมีบอกเปียจมูกหนังกำร้าบ้างไต่ขามุกยังมือเป็นต้องกอกระหอบบ้างยังบอกเปียจมูกหนังกำร้า$130บ้างมันไม่ใช่ประเภทใบระหอบด้วยนะบ้างจังเลยขามุกนี้เป็นต้องกอกระหอบคือชื่ออะไรเดี๋ยวยืนชอบจมูกหนังกำร้าให้ปอกเคี้ยวนี่คือเซนเซอร์บ้างปอกเคี้ยวคือเซนเซอร์บ้างโอเคบ้างจังดอจำนวนนี้ยมทรงเฟอร์การเป็นจอบบ้างchỉ muốn năng slide rồi bó BVD ấn tổ thú trong tập này chẳng nhóm bán có sông tốc phê vì lý tất cả âm si rồi bỏ dưới đọc bay bật to chỉ muốn năng cam vị thị bật to phòng này bạn bật ta toàn ó đây thì tiết năng chúc chỉ muốn năng trong bạn non cá bật thái chỉ muốn năng cam vị thị bị sạch mùi chu năng ấm này bạn chẳng lấy nhóm sông phơi ca cầm sầm ra bật trên địa sân sông chúc chỉ muốn năng âm si rồi bỏ dưới phòng này bạn chẳng chỉ trong trái nhóm bán không pan kìm húa có sông sầm raชีบันทอมสันบางจังออกกลส่วนเกี่ยวกับเตียบ้าอะไรนี่ดอกเวทอะไรเยอะเธอการบังกันต่ำไหลอ่ะบ้าโอเคขย่มก็เอาต้นนั้นต่ำไหลอย่างนั้นได้บ้าจังยังเหมือนเมื่อเขาเทถาต้าต่ำไหลปีวิดีเซียนไฟดังอัตโตทูมีต่ำไหลประมาณต่อตอนนั้นเหมือนย่อมเตียงออกเนี่ยบ้าเป็นการต่ำไหลอ้อยบ้าจังเจ๊บ้าโอเคบ้าจังต่ำไหลหนังเฟอร์การประกาศเนี่ยเป็นบันทึกเด็ดเลยให้บ้าจังมันเป็นเฟอร์การประกาศต่ำไหลเนี่ยแต่งอเนี่ยยังมีจำหมดบีวีดีซีแลนไฟแล้วบีวีดีเอตโตทูบีวีดีซีแลนไฟยังมีการดักต่ำไหลพรีออเดอร์มาเยอะต่ำไหลตลอดปีปีมือกับมวยก้อนรอปีเมินทำใบบอลบ้าจังบีวีดีเอตโตทูยังมีการดักต่ำไหลพรีออเดอร์ปีมือกับก้อนรอปีเมินใบบอลอะไรยืดช่องมันแต่ไหลมายมก่อนดังดูแค่นี้ได้บ้าอะไรช่องมันซีแลนไฟแต่ไหลมาต่อเนี่ยช่องมันแต่ไหลของมันจะล็อกนั่งบ้าช่องดีดีเอาตัวทูช่องมันแต่ไหลของมันทำไมบ้อง
ấy option tụm nợ phần năng mua bán phần năng tế và ok à lấy dân cho tam bạn tam nam thì ngon cái đi ok muối bí ê toàn này bạn đi đi ân tô thu bạn cứ tầm lại tầm lót phim mơn mà quán là họ là phim mơn bay quan phải ghé ba to à lấy trong ba má mấy cơn nhầm viên là trong ba má phim mơn buôn quán nó ô ở đấy hả ba chắc là phim mơn bay quán do ở trong đấy ở tiền ok còn mọi khai phê du trong ba sống khơi ca bậc ca chỉ khơi cả bí vai đi ân tô thu miếng năm lại bí mơn bí quan bay rồi để làm hôm nay mà bất chiết thì sai hoàn toàn bạn là cái khác đi mấy bí mơn bay quan và ok lại bạn kết hai tổng lái đi xa xong xong chát tay ốc oi bí đi tôi thu một tiếng mới bạn ok toàn oi nè bạn đây so mê thông trong thôi bạn ok នេះគឺជាតម្លៃពិតបាទអញ្ចឹងសូមបងប្អូនសារព័ត៌មានបាទអាចធ្វើការថតរូបបាទដើម្បីជួយជាការសិក្សាផងដែរបាទអូខេតោះយើងមើលទៅលើ BVD Sealand 5ម្ដងចង់ដឹងទេអ្នកនរគ្នាចង់ដឹងអត់ទេអូខេតោះតាមណាមួយខ្ញុំទាំងអស់គ្នាយ៉ា BVD Sealand 5តម្លៃចន្លោះពី 26,000 ដល់ 28,000 ឥឡូវចង់បានតម្លៃប៉ុន្មានថាម៉េចបងមែន 29,000 ណាលក់ឲ្យហ្មងលក់ឲ្យបងបាទ 26,000 ដល់ 28,000 តោះអត់ដឹងតម្លៃប៉ុន្មានណាខ្ញុំអត់ដឹងដូចគ្នាដែរឥឡូវយើងតាមណាទាំងអស់គ្នាថាតើ BVD Sealand 5មានតម្លៃប៉ុន្មានតោះ BVD Sealand 5បានប្រកាសជាផ្លូវការជាមួយនឹងតម្លៃ$26,800 បាទសូមទៅដល់អសាតបាទពេញចិត្តអត់ប៉ុណ្ណឹងពេញចិត្តអត់ទេអូខេណាអូខេបងណាខ្ញុំថាអូខេអត់អូខេអូខេខ្ញុំបានយប់នេះនឹងជូនជាកាដូដ៏ធំមួយBYD Cambodia បានផ្ដល់ជូននៅតម្លៃមួយទៀតជូនទៅដល់អតិថិជននៃរាត្រីនេះផងដែរបាទអូពិសេសមែនតើសប្បាយចិត្តបងខាងនោះហូអូខេអូខេអូខេតោះដោយសារតែ BYD បានគិតគូរទៅដល់អតិថិជនផ្ដល់ជូននៅតម្លៃពិសេសមែនតើបាទអញ្ចឹងតម្លៃថ្មីមួយនេះខ្ញុំសូមធ្វើការបិទចិនអត់មានលក់តម្លៃ 29,300 សុំហូរមួយបាទអត់លក់ទេអត់លក់ទេអូខេអូយសប្បាយចិត្តណាបងខាងនោះអូយកក់អូខេតោះឥឡូវយើងទៅមើលទាំងអស់គ្នាថាតម្លៃពិតប្រាកដដែល BYD បានដល់ជូនពិសេសជូនដល់អតិថិជនខ្ញុំសូមធ្វើប្រកាសជាផ្លូវការBYD Sealand 5មានតម្លៃ1 2 3តោះ1 2 3 $28,800 បាទហ៊ូហ៊ូអូសប្បាយចិត្តទេអ្នកនរគ្នាបាយចិត្តអត់ឥឡូវហូរឲ្យ BYD មួយមកចឹងអូខេអូប៉ុណ្ណេះបងខាងដល់សុកកក់បងលុយកាច់ហ្មងបាទអូខេបងបាទចឹង BYD Sealand 5មានតម្លៃ$25,800 តោះយើងទៅមើលទាំងអស់គ្នា BYD Ecto 2 22,300 និង BYD Sealand 5 $25,800 បាទអញ្ចឹងសូមបងប្អូនសារព័ត៌មានសូមធ្វើការថតបាទតម្លៃដ៏ល្អប៉ុណ្នេះបាទនៅរងចាំអ្វីទៀតអូខេបាទសូមអរគុណបាទអញ្ចឹងតើតើជាមួយតម្លៃបាទ BYD Sealand 5 DMI
ជាបច្ចេកវិទ្យាសាំងលេខជាមួយអគ្គិសនីបាទមានតម្លៃ 25,800 និង BYD Ecto 2 មានតម្លៃ $22,300 ផងដែរបាទ